មជាខ្លាំងបកពោះទម្ងន់និងខ្សែម៉ែសេតូស្កូបនាฬิកាសិភៅសុខភាពបេតានិងទាំងរូបភាពអាហារូបត្ថម្ភនិងសញ្ញាគ្រោះថ្នាក់ប្រតិទិនកសែងថ្នាំទម្លាក់ព្រួនថ្នាំជាដែកជំរាបសួរបងខ្ញុំកន្លែងឆ្លងដើមការនៅទីនេះថ្ងៃនេះបងមកអញ្ជើញមកពីសុខភាពពីនៅទីនេះបងចា៎ចា៎ខ្ញុំសូមបងជួយឃើញថាពេលបងដើរចូលមកបងអត់មានសញ្ញាគ្រោះថ្នាក់ណាមួយគ្រប់កាត់កយណាបងដូចជាធ្លាក់ឈាមហាំដៃហាំជើងហាំហែលវិញហ្នឹងណាបងហើយខ្ញុំសូមហើយតើបងអត់មកជិះទៅវិញទេបងមកហើយបងមកជិះទៅខ្ញុំសូមសាកសួរពីប្រវត្តិជំងឺប្រវត្តិទៅខ្លួនបងខ្លាំងណាស់បងឆែតតើបងជួយគេដែរបងជួយពីមកបងហើយចុះប្តីបងមកបងចាមានប្រូសមានកូនបានបានខ្ញុំទៅមានកូនពីសម្រាប់ឲ្យបងមានហូបរលួយអត់ផងឯងស្លាប់ពីអត់មានអត់ទៅផងដែរចុះដល់ចុងក្រោយបងឯណាខ្ញុំតាំងកាលេនទៅខ្ញុំថាបងអាចសម្រាប់ថ្ងៃ10ខែ11ខែ2026ណាបងអាចអាចលើកក្បាត់មកក្រោយណាទៅណាបងចាខ្ញុំសូមសាកសួរពីប្រវត្តិជំងឺបងខ្លះខ្លះតើបងមានប្រវត្តិជំងឺតាមការជំងឺរបស់ដូចជាជំងឺឈាមជំងឺប៉ែនជំងឺបាយជំងឺអង្គផងឯទៅអត់មានណាចុះបងមិនត្រូវប្រើប្រាស់ឆ្នាំតាមការជំងឺអត់ទេខ្ញុំអត់ត្រូវចាខ្ញុំសូមធ្វើការរៀងដៃសូមបងchơi khăn ở đâuបងគឺថាគីឡូរបស់បង50ព្រោះបងមិនមែនខុសចាអញ្ចឹងសូមបងជួយអង្គុយមកខ្ញុំធ្វើការពីលើបងជួយបងសូមបងលើទៅពីបងធ្វើការយកដៃស្ទាបបងលើទឹកមាត់តិចមកពេលថាបងមានកកយណាបងខ្ញុំសូមធ្វើការឲ្យដល់សញ្ញាជួយបងសូមបងឡើងអង្គុយលើត្រែបានសម្រាប់លើត្រែឈាមរបស់បង120នៅលើ80មីលីម៉ែត្របរតធម្មតាបងនេះបញ្ហាបងហើយចាំតែទៀតគាត់មើលលេខការរយៈពេល1នាទីពេញ1ទីពេញមកដល់ពេលថាចង់បងបងគឺ80ដងក្នុង1នាទីហើយចង្វាក់ដង្ហើមបង18ដងនៅក្នុង1នាទីផងដែរក៏មកខ្ញុំសូមធ្វើការពិនិត្យមើលភាពស្អាតរបស់បងពីដល់មកភាពស្អាតស្អាតជូនបងដោយមើលក្រោមតបកស្នើចឃើញថាបងមានភាពស្អាតស្អាតទៅនឹងតបកផ្នែកនោះទេពីដល់ខាងទៅគ្នាឃើញថាបងមានភាពស្អាតស្អាតទៅនឹងតបកផ្នែកនោះទេធ្វើការពីដល់មកភាពស្អាតស្អាតទៅនឹងបាតដៃឃើញថាបងមានភាពស្អាតស្អាតទៅនឹងបាតដៃនោះទេពីដល់មើលខាងទៅដូចគ្នាឃើញថាបងមានភាពស្អាតស្អាតទៅនឹងបាតដៃនោះទេធ្វើការពីដល់មកភាពស្អាតស្អាតទៅនឹងកញ្ចក់ដៃđểធ្វើការយកមានដៃទៅកាត់ទៅកញ្ចក់ដៃគឺគាត់មួយនៃការរយៈពេល2នាទីពេញ2នាទី2វិនាទីពេញបានមកដល់ឃើញថាស្ត្រីមិនមានភាពស្អាតស្អាតទៅនឹងកញ្ចក់ដៃនោះទេធ្វើការពិនិត្យមកខាងទៀតដូចគ្នា2វិនាទីពេញបានមកដល់ឃើញថាស្ត្រីពុំមានភាពស្អាតស្អាតទៅនឹងកញ្ចក់ដៃនោះទេធ្វើការពិនិត្យមើលភាពស្អាតស្អាតទៅនឹងមាត់របស់ស្ត្រីសូមបងហាមាត់លីណាដាឃើញថាស្ត្រីពុំមានភាពស្អាតស្អាតនោះទេធ្វើការពិនិត្យមើលដល់បងសូមធ្វើការពិនិត្យមើលដោះជូនបងដល់ធ្វើការពិនិត្យមើលខ្វាក់ដោះឃើញថាស្ត្រីពុំមានខ្វាក់ដោះនោះទេធ្វើការពិនិត្យមើលទំហំនិងទម្រង់នៃដោះឃើញថាស្ត្រីមានទំហំទម្រង់នៃដោះស្មើគ្នាធម្មតាធ្វើការពិនិត្យមើលដុំដោះបងសូមធ្វើការលើកដៃដោយធ្វើការយកដៃម្ខាងតុបដៃម្ខាងស្ទាបពីក្រៅចូលក្នុងឃើញថាស្ត្រីពុំមានដុំដោះនៅទេធ្វើការពិនិត្យម្ខាងទៀតដូចគ្នា
ពុំមានដុំដោះនោះទេសម្បូរធ្វើការដាក់ក្នុងរាំងតមកធ្វើការពិនិត្យមើលភាពហើមដោយមើលទៅលើមុខរបស់ស្ត្រីឃើញថាស្ត្រីពុំមានភាពហើមទៅនឹងមុខនោះទេធ្វើការពិនិត្យភាពហើមទៅនឹងខ្នងដៃដោយផ្ទៀងផ្ទាត់ជាមួយនាឡិការយៈពេល3វិនាទីពេញ3វិនាទីពេញមកដល់ឃើញថាស្ត្រីពុំមានភាពហើមទៅនឹងខ្នងដៃនោះទេធ្វើការពិនិត្យមកខាងទីដូចគ្នា3វិនាទីពេញមកដល់ឃើញថាស្ត្រីពុំមានភាពហើមនោះទេធ្វើការពិនិត្យទៅនឹងស្មងជើងដល់ទៀងគាត់មួយការរយៈពេល3វិនាទី3វិនាទីបានដាក់ឃើញថាស្ត្រីពុំមានភាពហើមនោះទេធ្វើការពិនិត្យមកខាងទៀតដូចគ្នាឃើញថាស្ត្រីពុំមានភាពហើមនោះទេធ្វើការពិនិត្យទៅនឹងខ្នងជើងដល់ទៀងគាត់មួយការរយៈពេល3វិនាទីពេញ3វិនាទីពេញមកដាក់ឃើញថាស្ត្រីពុំមានភាពហើមនោះទេធ្វើការពិនិត្យមកខាងទៀតដូចគ្នាឃើញថាស្ត្រីពុំមានភាពហើមនោះទេតមកធ្វើការពិនិត្យមើលពោះសម្បត្តិណាធ្វើការពិនិត្យមើលពោះឃើញថាស្ត្រីពុំមានទឹកនោមនៅក្នុងថោកនោះទេហើយត្រង់ត្រីនៃពោះស្ត្រីឃើញថាស្ត្រីពុំមានស្នាមវាសនោះទេហើយទម្រង់របស់គាត់គឺមូលហើយវែងធម្មតាមានបញ្ហាអ្វីនោះទេបន្ទាប់មកយើងធ្វើការពិនិត្យមើលកម្ពស់ស្បូនរបស់ស្ត្រីដែលយក40ម៉ែត្រព្រោះនឹងធ្វើការទស្សន៍ឲ្យដៃទល់គ្នានៅមុខកម្ពស់ស្បូនបន្ទាប់មកយក40ម៉ែត្រព្រោះពីឆ្អឹងតូចបេងរហូតដល់កម្ពស់ស្បូនរបស់ស្ត្រីហើយថាកម្ពស់ស្បូនរបស់ស្ត្រីគឺ30សង់ទីម៉ែត្របន្ទាប់មកធ្វើការពិនិត្យមើលស្ថានភាពនិងទម្រង់បង្ហាញរបស់ទារកតាមលេខអូទាំង4ជំហានសូមបងធ្វើការបញ្ឈរជង្គង់ធ្វើការពិនិត្យរងមើលកម្ពស់ស្បូនដោយយកដៃទល់គ្នាបន្ទាប់មកធ្វើការពិនិត្យរងមើលការបង្ហាញនៃទារកការបង្ហាញនៅក្នុងរបស់ទារកដោយធ្វើការយកដៃម្ខាងតុនិងដៃម្ខាងស្ទាបបើស្ទាបទៅមានន័យថាតុបានន័យថាអវយវៈដៃជើងរបស់ទារកហើយបើស្ទាបទៅមានត្រង់វែងនិងមកផ្ទះបានន័យថាផ្នែកខាងក្នុងរបស់ទារកដល់ពេលនេះឃើញថាក្នុងរបស់ទារកស្ថិតនៅខាងស្ដាំនៃពុំម្ដាយបន្ទាប់មកធ្វើការពិនិត្យរកមើលទម្រង់បង្ហាញរបស់ទារកដោយធ្វើការយកដៃសៀដៃម្ខាងដាក់ទៅនឹងកម្ពស់ស្បូនដៃម្ខាងទៀតធ្វើការរកទៅនឹងឆ្អឹងពុជបេងរបស់ស្ត្រីឃើញថាការបង្ហាញរបស់ទារកនោះគឺផ្នែកខាងក្បាលដោយសារតែវាមួលហើយរឹងតែបើមួយទៀតការបង្ហាញនៃគួតគឺវាមួលហើយនឹងទន់តែពេលនេះឃើញថាការបង្ហាញនោះគឺក្បាលបន្ទាប់មកធ្វើការពិនិត្យមើលការចុះចូលនៃក្បាលរបស់កូនហើយធ្វើការយកដៃសរសៀទៅនឹងឆ្អឹងអាងគីរបស់ស្ត្រីឃើញថាការបង្ហាញរបស់ទារកមិនទាន់ចុះចូលទៅនឹងអាងគីរបស់ម្ដាយទេហើយបន្ទាប់មកទៀតយើងធ្វើការពិនិត្យស្ដាប់ចង្វាក់បេះដូងរបស់ទារកផ្ទៀងផ្ទាត់ជាមួយនៃការរយៈពេល1នាទីពេញនិងផ្ទៀងផ្ទាត់ជាមួយនឹងជីពចររបស់ម្ដាយឃើញថាចង្វាក់បេះដូងរបស់ទារកនិងជីពចរម្ដាយខុសគ្នាហើយផ្ទៀងផ្ទាត់ជាមួយនឹងការរយៈពេល1នាទីពេញ1នាទីពេញបានមកដល់ឃើញថាចង្វាក់បេះដូងរបស់ទារកគឺ120ដងក្នុង1នាទីបន្ទាប់មកធ្វើការរៀបចំស្ថានភាពរបស់ស្ត្រីសម្បងដាក់ចូលខាងលើបន្ទាប់មកធ្វើការឲ្យស្ត្រីឡើងអង្គុយសម្បងឡើងអង្គុយចឹងបងបន្ទាប់ពីខ្ញុំបណ្ឌិតទៅគឺថាបងមានបញ្ហាណាមួយគួរកាត់សម្គាល់ទេណាបងអញ្ចឹងតើបងបានរៀបចំការសម្រាលនៅណាដែរបងរៀបចំទៅនៅទីតែអាយុចាបានរៀបចំសម្ភារៈខ្លួនឯងក៏ដូចជាបោះបែបនេះហើយអស់ណាហើយថវិកាអីហើយដែរចាចាអញ្ចឹងខ្ញុំមើលទៅតាមវ៉ាក់សាំងនៃការចាក់ថ្នាំទៅតំណបងទៅឃើញថាបងចាក់បាន2ដងណាបងចាអញ្ចឹងបងត្រូវចាក់លើកទី3ទៅតាមការណាត់របស់គ្រូពេទ្យនៅ6ខែក្រោយការចាក់លើកទី2ណាបងអាចនឹងត្រូវសម្រាលណាចាចឹងនេះបងជាថ្នាំជាដៃគេណាបងត្រូវលេបមួយថ្ងៃគ្រាប់ក្រោយបាយណាបងចាហើយនេះគឺជាថ្នាំទម្លាក់ព្រួយបងត្រូវលេបមួយគ្រាប់ក្រោយមុនបាយពេលព្រឹកណាបងចាហើយផលរំខានរបស់វាអាចមានតិចតួចណាបងដូចជាលាមកខ្មៅទល់លាមកនិងខួរចង្អោរណាបងចឹងបងត្រូវគេឲ្យជាខ្លួនណាបងចាគេឲ្យជាទៅហើយបងត្រូវជិះវៀងការផឹកជាមួយទឹកដោះគោនិងកាហ្វេណាបងត្រូវញ៉ាំជាមួយទឹកធម្មតាណាបងហើយមួយទៀតបងទៅផ្ទះវិញបងត្រូវទឹកសម្អាតខ្លួនកក់ស្អាតបានណាបងហ្នឹងហើយមួយទៀតបងត្រូវហាត់ប្រាណឲ្យបានគ្រប់គ្រាន់ដូចគ្នាដើម្បីឲ្យកូនឆាប់សម្រាល
ដូចគ្នាណាបងចាហើយមួយទៀតសញ្ញាគ្រោះថ្នាក់បងមានដូចជាហាមុខហាំដៃហាំជើងឈឺក្បាលខ្លាំងរំក្តៅបែកសំទៅខ្លួនធ្លាក់ឈាមមុនការមុនសម្រាលណាបងចង់បងទៅប្រញាប់មកជួបពួកខ្ញុំជាប្រព័ន្ធវិញណាបងចាចង់ខ្ញុំសូមធ្វើការណាត់ជួបបងមានចម្លើយបន្ថែមទេបងអត់មានណាចង់ខ្ញុំសូមធ្វើការណាត់ជួបបងនៅមួយខែកន្លងក្រោយបងត្រូវមកជួបខ្ញុំម្ដងទៀតតែបងមានករណីគ្រោះថ្នាក់ណាមួយដូចខ្ញុំបាននិយាយខាងលើបងត្រូវមកជួបខ្ញុំមួយការណាត់បានណាបងចាបងទៅហើយបងពីណាត់ម្ដងទៀតបងត្រូវយកសំភៅតាមមកទៅជួបតាមមកជួបខ្ញុំដូចគ្នាណាបងចាអញ្ចឹងខ្ញុំធ្វើការកាត់តចូលសម្រាប់ខ្ញុំធ្វើការចាប់សូមចាប់សម្រាប់ចា